សូមក្រៅថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញានិងអ្នកសារព័ត៌មានទាំងអស់ជាទីគោរពនិងជាទីមេត្រីនៅខណៈនេះក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមជូនសេចក្តីសង្ខេបព័ត៌មានស្តីអំពីស្ថានភាពក្រោយបទឈប់បាញ់ចាប់ពីម៉ោង 1 រសៀលរហូតដល់ម៉ោង 6 ព្រលប់ថ្ងៃទី 31 ខែធ្នូឆ្នាំ 2025 គិតចាប់ពីម៉ោង 1 រសៀលដល់ម៉ោង 6 ព្រលប់ថ្ងៃទី 31 ខែធ្នូឆ្នាំ 2025 នេះវីរៈយុទ្ធជនកម្ពុជានិងកងទ័ពថៃបានអនុវត្តបទឈប់បាញ់ធ្វើឲ្យស្ថានភាពស្ងប់ស្ងាត់ពលរដ្ឋភៀសឹកបានវិលត្រឡប់ទៅលំនៅឋានជាបណ្ដាជាពិសេសគឺវីរៈកងទ័ពទាំង18រូបបានធ្វើមាតុភូមិនិវត្តប្រកបដោយសុវត្ថិភាពស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី 3 គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC នៅច្រកព្រំដែនអន្តរជាតិព្រំខេត្តបៃលិននាថ្ងៃទី 27 ខែធ្នូឆ្នាំ 2025 មួយស្ថានភាពពលរដ្ឋភៀសឹករបាយការណ៍បឋមបើគិតពីម៉ោង 1 រសៀលដល់ម៉ោង 6 ព្រលប់ថ្ងៃនេះមានជនភៀសឹកចំនួន 55,596 នាក់បានបន្តវិលត្រឡប់ទៅលំនៅឋានវិញគណៈខេត្តកោះកុងពុំមានជនភៀសឹកបន្តស្នាក់នៅក្នុងជំរំសុវត្ថិភាពទៀតទេដែលធ្វើឲ្យជនភៀសឹកនៅសល់សរុបចំនួន 517,555 នាក់ក្នុងនោះស្ត្រីចំនួន 269,954 នាក់កុមារចំនួន 16,1989 នាក់ 2. ការបន្តបិទផ្អាកនិងការដំណើរការឡើងវិញសេវាសាធារណៈជាមូលដ្ឋានខេត្តបន្ទាយមានជ័យមានសាលារៀន 321 កន្លែងរដ្ឋ 237 ឯកជន 84 និងមន្ទីរពេទ្យមណ្ឌលសុខភាព 7 បន្តបិទផ្អាកខណៈសាលារៀនចំនួន 9 មន្ទីរពេទ្យមណ្ឌលសុខភាព 15 និងរដ្ឋបាលនៅថ្នាក់ខេត្តក្រុងស្រុកនិងឃុំសង្កាត់បានដំណើរការឡើងវិញខេត្តព្រះវិហារមានសាលាចំនួន 61 និងមន្ទីរពេទ្យមណ្ឌលសុខភាព 14 នៅបន្តបិទផ្អាកគណៈរដ្ឋបាលនៅថ្នាក់ស្រុក 1 និងឃុំចំនួន 6 បានដំណើរការឡើងវិញខេត្តឧត្តរមានជ័យមានសាលាចំនួន 218 មន្ទីរពេទ្យមណ្ឌលសុខភាព 14 រដ្ឋបាលនៅថ្នាក់ខេត្ត 1 ក្រុងស្រុក 2 ឃុំសង្កាត់ 9 និងប៉ុស្តិ៍នគរបាលរដ្ឋបាល 1 បានបន្តបិទផ្អាកខណៈសាលារៀន 42 មន្ទីរពេទ្យមណ្ឌលសុខភាព 4 រដ្ឋបាលស្រុក 3 អង្គភាពកងកម្លាំងមានសមត្ថកិច្ច 10 រដ្ឋបាលឃុំ 15 និងប៉ុស្តិ៍នគរបាលរដ្ឋបាល 23 បានដំណើរការឡើងវិញចំពោះខេត្តកោះកុងមានសាលាចំនួន 62 បានបើកដំណើរការឡើងវិញក្នុងចំណោមសាលារៀន 66 ដែលបានបិទផ្អាក 3. កិច្ចអន្តរាគមន៍រៀបចំផ្ទះសម្បែងនិងភូមិករពលរដ្ឋភៀសឹកខេត្តឧត្តរមានជ័យមានពលរដ្ឋចំនួន 11,630 គ្រួសារស្មើនឹងមនុស្សចំនួន 39,750 នាក់បានវិលចូលរស់នៅក្នុងផ្ទះសម្បែងឡើងវិញមានភូមិចំនួន 84 ពុំទាន់អាចឲ្យពលរដ្ឋចូលទៅរស់នៅបាននិងភូមិចំនួន 172 ត្រូវបានអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធចុះរៀបចំផ្ទះសម្បែងជូនពលរដ្ឋរួចហើយខេត្តបន្ទាយមានជ័យមានពលរដ្ឋចំនួន 29,357 គ្រួសារស្មើនឹងមនុស្សចំនួន 11,924 នាក់និងខេត្តព្រះវិហារមានពលរដ្ឋចំនួន 2,303 គ្រួសារស្មើនឹងមនុស្សចំនួន 8,960 នាក់បានវិលចូលរស់នៅក្នុងផ្ទះសម្បែងឡើងវិញជារួមក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជានិងស្ថាប័នពាក់ព័ន្ធព្រមទាំងរដ្ឋបាលខេត្តក្រុងស្រុកនិងឃុំសង្កាត់បានកំពុងបន្តយកចិត្តទុកដាក់ពិនិត្យនិងដោះស្រាយកិច្ចការអត្ថប្រយោជន៍ជាច្រើនទៀតដើម្បីធានាការវិលមករកប្រក្រតីភាពនៃសេវាសាធារណៈជាមូលដ្ឋាននៅតាមបណ្ដាក្រុងស្រុកនិងឃុំសង្កាត់ជាពិសេសគឺនៅក្នុងខេត្តជាប់ព្រំដែនដែលបានបិទផ្អាកក្នុងរយៈកាលកន្លងមកជាមួយគ្នានេះក៏បានកំពុងខិតខំបង្កលក្ខណៈជូនជនភៀសឹកបាទឆាប់បានវិលត្រឡប់ទៅលំនៅឋានប្រកបដោយសុវត្ថិភាពក្នុងនោះរួមទាំងការដោះស្រាយបញ្ហាចំពោះមុខសម្រាប់ផ្ទះសម្បែងនិងភូមិករពលរដ្ឋដែលរងការខូចខាតការបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទន្ទឹមនឹងការពិនិត្យនិងបន្តហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើកដ្រូនគ្រប់ទីកន្លែងគ្រប់ពេលវេលារហូតដល់មានការណែនាំជាថ្មី
ពាក់ព័ន្ធទៅនឹងការវិវត្តចុងក្រោយនៅក្នុងដំណើរស្វែងរកសន្តិភាពក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមប្រកាសគាំទ្រជំហរដ៏មោះមុតនិងច្បាស់លាស់របស់សម្ដេចធិបតីហ៊ុនម៉ាណែតដែលបានគូបញ្ជាក់ថាការអនុវត្តបទជប់បាញ់មិនមែនជាការចោះចាញ់ឬយកបូរណភាពទឹកដីនិងអធិបតេយ្យជាតិទៅដោះដូរយកសន្តិភាពនោះឡើយផ្ទុយទៅវិញគឺឈលលើគោលការណ៍រក្សាការពារអាយុជីវិតប្រជាពលរដ្ឋនិងការពារអធិបតេយ្យជាតិក្នុងមាគ៌ាសន្តិវិធីស្របតាមច្បាប់អន្តរជាតិដើម្បីបញ្ចប់អរិភាពរវាងប្រទេសទាំងពីរសូមជនរួមជាតិជឿជាក់លើរាជរដ្ឋាភិបាលរួបរวมស្មារតីជាតិខ្មែរតែមួយនឹងត្រូវយកការលំបាកនេះធ្វើជាឱកាសដើម្បីឲ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិយើងឲ្យកាន់តែរឹងមាំនិងកាន់តែប្រសើរឡើងទន្ទឹមគ្នានេះក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាមានក្តីស្ងប់ស្ញែងយ៉ាងក្រៃលែងចំពោះមនុញ្ញផលថ្មីមួយទៀតនៃការអនុវត្តយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមរបស់រាជរដ្ឋាភិបាលគឺការធ្វើមាតុភូមិនិវត្តន៍នៃវីរៈកងទ័ពកម្ពុជាទាំង18រូបប្រកបដោយសុវត្ថិភាពនិងកិត្តិយសនាថ្ងៃទី31ខែធ្នូឆ្នាំ2025នេះក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមគោរពថ្លែងអំណរគុណនិងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះសម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតដែលបានដាក់ចេញយុទ្ធសាស្ត្រការពារជាតិយ៉ាងត្រឹមត្រូវធ្វើឲ្យប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសកាន់តែទទួលបានអារម្មណ៍កក់ក្ដៅដែលមានប្រតិបត្តិការគឺវីរៈយុទ្ធជនជួរមុខឈរជើងយ៉ាងរឹងមាំអង្អាចជាងជ័យរយៈពេល20យប់21ថ្ងៃការពារអធិបតេយ្យជាតិនិងប្រជាជនយើងទាំងអស់គ្នាសូមបន្ទន់កាយសម្រួមចិត្តគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនិងសូមចូលរួមទទួលអារម្មណ៍ឈឺចាប់និងក្តីមោទនៈជាមួយក្រុមគ្រួសារយើងក៏សូមជូនពរវីរៈយុទ្ធជនដែលកំពុងសម្រាប់ព្យាបាលនៅតាមមន្ទីរពេទ្យបានឆាប់ជាសះស្បើយឡើងវិញសូមជួនរួមជាតិបន្តស្មារតីព្រលឹងខ្មែរតែមួយជានិរន្តរ៍រៀងទៅខ្ញុំប្រកាសថាខ្ញុំសូមអនុញ្ញាតបញ្ចប់សូមក្រាបថ្វាយបង្គំលានិងសូមគោរពលា